Okay, hello everybody សួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាចាសំណេររបស់អ្នកគ្រូថ្ងៃនេះគឺនិយាយអំពីស្ត្រីនៅក្នុងប្រទេសកម្ពុជាចាស្ត្រីនៅក្នុងប្រទេសកម្ពុជាតើយ៉ាងម៉េចដែរចាសំណេរនេះក៏អាសាចេញដែរណាបងប្អូនណាពិសេសបងប្អូនរៀនត្រឹមឌីប្លូមអាចយកទៅសំណេរនេះសរសេរបានពេលខ្លះគ្រូអង់គ្លេសហ្នឹងក៏ឲ្យសេជាអង់គ្លេសក៏បងប្អូនអាចយកទៅសរសេរបានហើយអ្នកគ្រូមានបកប្រែជាខ្មែរហើយអញ្ចឹងបងប្អូនអ្នកសរសេរសំណេរជាខ្មែរក៏អាចយកសំណេរនេះទៅប្រើការបានដែរណាបងប្អូនហើយបើមានខ្វះខាតឬក៏ចន្លោះឡែងណាអីបងប្អូនអាចបន្ថែមបន្ថយដល់ខ្លួនឯងបានទៀតណាបងប្អូនមិនមែនថាសំណេររបស់អ្នកគ្រូនឹងច្បាស់ជាថាត្រូវឬក៏ល្អឥតខ្ចោះទេចាអញ្ចឹងបើមានកង្វះខាតអីសូមបងប្អូនអធិស្ឋានណាចាតោះអញ្ចឹងយើងទៅចូលខ្លឹមសាររបស់យើងតែម្ដងទៅចា The women in Cambodia ចាស្ត្រីនៅប្រទេសកម្ពុជាអូខេចឹងអានទាំងអស់គ្នា Life for women in Cambodia is very difficult. Again, life for women in Cambodia is very difficult, especially the women who live in the countryside. Especially the women who live in the countryside. Most of them are farmers who work very hard all day in the field. Yeah. Most of them are farmers who work very hard all day in the fields. Although they work very hard, they earn a little money for their family. Yeah. Although they work very hard, they earn a little money for their family. ចាយើងទៅប្រែទាំងអស់គ្នាគេថាជីវិតស្ត្រីនៅប្រទេសកម្ពុជាយើងជួបការលំបាកខ្លាំងជាពិសេសស្ត្រីដែលរស់នៅទីជនបទចាពួកគេភាគច្រើនជាកសិករដែលធ្វើការធ្ងន់ពេញមួយថ្ងៃភ្លេចពាក្យធ្ងន់ណាបងប្អូនជួយថែមពាក្យធ្ងន់ដែលធ្វើការធ្ងន់ពេញមួយថ្ងៃនៅក្នុងវាលស្រែថ្មីត្បិតតែពួកគាត់ធ្វើការយ៉ាងលំបាក work very hard ប៉ុន្តែពួកគាត់រកប្រាក់កម្រៃបានតិចតួចសម្រាប់គ្រួសារចាបើន័យថាពួកគាត់នឹងធ្វើការធ្ងន់ធ្វើការហត់មែនប៉ុន្តែកម្រៃដែលពួកគាត់ទទួលបានហ្នឹងគឺវាតិចតួចមិនសមនឹងការកម្លាំងរបស់ពួកគាត់ណាបងប្អូន They have no knowledge okay they have no knowledge and they live far from the town market and schools. They have no knowledge and they live far from the town, market and schools. So some of their children have to drop out of schools in order to find job in the city or town and to work at home to help their families. So some of their children have to drop out of school in order to find job in the city or town and to work at home to help their families. Some of the women are looked down on by their husband, and some they are hit by them and they have HIV because of their husband. Again, some of the women are looked down on by their husband, and some are hit by them, and they have HIV or HIV or HIV because of their husbands. តើយើងទៅបកប្រែទាំងអស់គ្នាពួកគាត់អត់មានចំណេះដឹងចាំបើន័យថាពួកគាត់មិនបានចូលសាលាមិនបានទទួលចំណេះដឹងអីទេហើយរស់នៅឆ្ងាយពីទីផ្សារទីប្រជុំជននិងសាលារៀនដូច្នេះហើយកូនរបស់ពួកគាត់នឹងខ្លះក៏ត្រូវឈប់រៀន
ដើម្បីស្វែងរកការងារធ្វើនៅក្នុងទីក្រុងឬទីប្រជុំជននិងទៅធ្វើការនៅផ្ទះដើម្បីជួយគ្រួសាររបស់ពួកគេចាស្ត្រីមួយចំនួនត្រូវបានប្តីមើលងាយខ្លះក៏ត្រូវវាយដំពីប្តីហើយខ្លះទៀតក៏បានឆ្លងមេរោគអេដស៍ពីប្តីផងដែរចាគឺលំបាកខ្លាំងណាស់សម័យមុនស្ត្រីរបស់យើងគឺពួកគាត់នឹងស្ត្រីមួយចំនួនត្រូវប្តីមើលងាយផងវាយដំប្រើនិយាយទៅប្រើអំពើហិង្សាហើយក៏ឆ្លងមេរោគអេដស៍នឹងពីប្តីទៀតគឺ HIV មេរោគ HIV ហ្នឹងគឺមេរោគអេដស៍ណាបងប្អូនអូខេ However, the women who live in the city are very lucky. Again, however, the women who live in the city are very lucky. They don't have to work hard, but they have enough money and their children have good opportunity to study. Again, they don't have to work hard, but they have enough money and their children have good opportunity to study តែយើងបកប្រែទាំងអស់គ្នាថាទោះបីជាយ៉ាងណាក៏ដោយក៏ស្ត្រីដែលរស់នៅក្នុងទីក្រុងមានសំណាងណាស់ចាបើថាមានសំណាងជាងស្ត្រីរស់នៅទីជនបទពួកគេមិនចាំបាច់ធ្វើការធ្ងន់ទេឬក៏ធ្វើការខ្លាំងទេប៉ុន្តែពួកគេមានប្រាក់គ្រប់គ្រាន់ហើយកូនរបស់ពួកគេក៏មានឱកាសល្អក្នុងការសិក្សាផងដែរចាបើន័យថានៅក្នុងទីក្រុងគឺយើងមានភាពសម្បូរបែបយើងធ្វើការដោយប្រើសតិបញ្ញារបស់យើងហើយកូនរបស់ពួកគាត់ហ្នឹងក៏នៅចិត្តសាលាក៏មានឱកាសក្នុងការចូលរៀនសាលាល្អបានច្រើនអញ្ចឹងចាឃ្លាទាំងហ្នឹងបងប្អូនបើសិនជាចង់បន្ថែមអីផ្សេងទៀតបងប្អូនអាចបន្ថែមឃ្លាឬប្រយោគអីថែមទៀតព្រោះអីកន្លែងហ្នឹងអ្នកគ្រូដូចជាមានអារម្មណ៍ថាសរសេរអត់អស់ clear ចាវានៅមានបន្ថែមទៀតណាបងប្អូនអាចបន្ថែមបានណាអូខេយើងតទៀត They can go either private schools or state schools ចា Life for women in country is more difficult than the one of them in the city again They can go either private schools or state schools. Life for women in the country is more difficult than the one for them in the city. ចាយើងទៅប្រែទាំងអស់គ្នាពួកគេអាចទៅសាលាឯកជនក៏បានសាលារដ្ឋក៏បានចាបើន័យថាកូនរបស់ពួកគាត់នឹងអាចទៅសាលាឯកជនក៏បានរដ្ឋក៏បានតាមជំរឿនរបស់ពួកគាត់ជីវិតស្ត្រីនៅទីក្រុងជនបទគឺលំបាកជាងការរស់នៅក្នុងទីក្រុងចាគឺវាពិតជាលំបាកហើយពួកអីនៅតាមទីជនបទយើងមានតែស្រែចម្ការធ្វើស្រែប៉ុណ្ណឹងឯងនៅក្នុងទីជនបទទោះបីជាស្ត្រីខ្លះគាត់មិនបានទៅធ្វើការដែលល្អក៏ពួកគាត់អាចមានជីវភាពល្អបានព្រោះដោយសារទីជនបទជាងអាចធ្វើការលក់ដូរឬក៏រកស៊ីប្រកបអាជីវកម្មអីផ្សេងបានអញ្ចឹងពួកគាត់មានឱកាសនឹងទទួលបានប្រាក់ចំណូលច្រើនជាងអ្នកស្ត្រីដែលធ្វើស្រែចម្ការនៅតាមទីជនបទណាបងប្អូនចាអញ្ចឹងអត្ថបទអ្នកគ្រូគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងអាចយកចំណេះដឹងនេះទៅប្រើការនៅក្នុងការសិក្សារបស់បងប្អូនបានចាអរគុណសម្រាប់ការទស្សនារបស់បងប្អូនជូនពរបងប្អូនជោគជ័យក្នុងការសិក្សាអរគុណជម្រាបលា